ចាអរគុណម្ចាស់កងដៃបងស្រីខំមកដល់ទៅខ្ញុំគាត់មកពីសែសិនបងអូនខ្ញុំនិយាយពីកងនេះអ្នកលក់ចោះទឹក4ដំបងអូនអញ្ចឹងក្នុងការលក់គាត់លក់ទឹក5ត្រឹមត្រូវហើយបងអូនមិនដែលអ្នកលក់ណាលក់ទឹកដំទឹក4លក់ទឹក4វិញមិនបានចំណេញបងអូនមិនរៃរួចថ្លៃពុនបស៊ីយើងមកអង្គុយលក់មានន័យថាគាត់ដំទឹក4បាញ់គាត់លក់វិញទឹក5តាមទីផ្សារមាសហើយគាត់ទទួលទិញវិញឲ្យតែតាមហាញ់ឆេងហើយចំណេញខ្ញុំទិញមើលតាមទឹកជាក់ស្ដែងហើយអ្នកលក់បានចំណេញគឺគាត់លក់ហើយបងអូនចឹងអាហ្នឹងវាជាក្បួនត្រឹមត្រូវហើយបងអូនឥឡូវខ្ញុំមកលក់វិញម្ដងខ្ញុំទិញបានហើយខ្ញុំប្រកាសដាក់លក់វិញកងនេះ6កងតែសភាពកងគេសម្អាតអត់សូវស្អាតទេបងអូននេះវាតួខាងក្នុងណាតួសំណុងគាត់សម្អាតអត់ស្អាតទីសួយទេទម្ងន់វាស្រាលហើយសភាពកងនេះបងអូនទិញខ្ញុំដឹងតែចំណេញឈ្នួលក៏ប៉ុន្តែវាថាអត់សូវស្អាតទី1វាម៉ូតវាហួសសេរីហួសសម័យពាក់ទៅវាអត់សូវស្អាតហើយវាតែ6កងទេបងអូនទម្ងន់វាតែ 4G 2លីទេសភាពតួខាងក្នុងគេកោសសម្អាតវាអត់ស្អាតអញ្ចឹងវាអត់សូវស្អាតប្រហែលទេបងអូនអញ្ចឹងបងអូនត្រូវការឬមានចំណាក់អារម្មណ៍អាចឆាតចូល page ចែកធារីបានចាអរគុណ